បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំចង់ចែកលេខបងប្អូនតាក់ទងជាមួយនឹងការ add keyboard ខ្មែរចូលទៅកាន់ទូរស័ព្ទដៃយើងបើសិនបើទូរស័ព្ទបងប្អូនមិនទាន់មានភាសាផ្សេងក្រៅពីភាសាអង់គ្លេសទេបងប្អូនអាចទស្សនាវីដេអូនេះបានហើយបងប្អូនអាច add គ្រប់ភាសាទាំងអស់បើសិនបើបងប្អូនត្រូវការតោះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នា Let's go ហើយក្រងទូរស័ព្ទដែលខ្ញុំបានដាក់បង្ហាញអញ្ចឹងជាដំបូងគឺបងប្អូនចូលមកកាន់ setting មកនេះបាទបន្តមកទៀតបងប្អូនចុចលើ setting បងប្អូន scroll ចុះមកក្រោមឲ្យអស់អញ្ចឹងបងប្អូនមកមើលពាក្យថា system and update អឺអ្វីដែលខ្ញុំកំពុងបង្ហាញនេះគឺនៅក្នុង Partner X9B បងប្អូនពពួក Android ដូចគ្នាក៏ប៉ុន្តែកម្មវិធីវារៀងចលាសគ្នាបន្តិចបាទអញ្ចឹងបងប្អូនចូលមកកាន់ system and update ហ្នឹងមកបន្តមកទៀតបងប្អូនមកមើលពាក្យថា language and input បាទបងប្អូនចុចលើវាមួយបន្តមកទៀតបងប្អូនscroll ចុះមកក្រោមបងប្អូនមកមើលពាក្យថា default keyboard អញ្ចឹងបងប្អូនអាចចុចលើ keyboard មួយណាដែលបងប្អូនគិតថាបងប្អូនស្រឡាញ់បងប្អូនចង់ប្រើ keyboard មួយណាបងប្អូនចុចលើ keyboard មួយហ្នឹងទៅក៏ប៉ុន្តែនេះសម្រាប់តែទូរស័ព្ទដែលបងប្អូនមាន keyboard ច្រើនទេតែបើបងប្អូនទំទិញឬក៏អីប្រហែលជាមានតែមួយទេសម្រាប់ keyboard ទូរស័ព្ទបាទអញ្ចឹងឥឡូវឧបមាថានៅខ្ញុំយក keyboard ដែលមានឈ្មោះថា Microsoft Swift Key Keyboard បាទអញ្ចឹងខ្ញុំចុចលើវាមួយបន្តមកទៀតបងប្អូនមកមើលពាក្យថា language បាទហើយខ្ញុំចុចលើវាមួយទៀតហើយខ្ញុំចុចកន្លែងពាក្យថា add language ដែលវាមានសញ្ញាលេខបូកសម្គាល់នេះបងប្អូនបាទចុចលើវាមួយមកហើយបន្តមកទៀតបងប្អូនអាច search រកភាសាដែលបងប្អូនចង់ដាក់បន្ថែមបានបងប្អូនក៏វាយមកលើឧបមាថាបងប្អូនចង់ដាក់ភាសាកូរ៉េនេះកូរ៉េឥឡូវខ្ញុំ add កូរ៉េមួយបន្តមកទៀតយើងចុចយកកន្លែងកូរ៉េនេះមកបាទចុចលើកូរ៉េហ្នឹងមកវានឹងចូលភាសាកូរ៉េមកកន្លែងនេះមួយទៀតហើយបាទហើយចង់បានភាសាអីទៀតឥឡូវយើងថាចង់បានភាសាខ្មែរអញ្ចឹងបងប្អូនគ្រាន់តែចុច KH មកវានឹងលោតភាសាខ្មែរយើងនេះអញ្ចឹងយើងចុចកន្លែងនេះមកបូកទៀតមកវានឹង download ភាសាហ្នឹងឲ្យយើងបាទអញ្ចឹងយើងថយទៅវិញយើងមកមើលkeyboard យើងវិញនេះភាសាខ្មែរក៏មានភាសាអង់គ្លេសក៏មានភាសាកូរ៉េក៏មានដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការចង់បានភាសាណាក៏បងប្អូនអាច add បន្ថែមបានដែរបាទអញ្ចឹងខ្ញុំឧទាហរណ៍នេះខ្ញុំឧទាហរណ៍តែប៉ុណ្្នឹងទេហើយខ្ញុំនឹងប្រាប់កន្លែងដែលបងប្អូនអាចចូលទៅ add keyboard បន្ថែមមួយទៀតដែលបងប្អូនអត់ចាំបាច់ចូលទៅកាន់ setting ហ្នឹងទេព្រោះវាមានភាពញ៉ៃញ៉ៃបាទអញ្ចឹងបងប្អូនមកមើលកន្លែងនេះបងប្អូនចូលមកកាន់ keyboard ចឹងមកបងប្អូនមកមើលកន្លែងសញ្ញាត្រី3ចុច3ហ្នឹងបងប្អូនចុចលើវាមួយហើយបងប្អូនមកមើលពាក្យថា setting ដែលមានរូបសញ្ញាខ្ចៅជាសម្គាល់ហ្នឹងបាទបងប្អូនមើលមកហើយបងប្អូនចុចលើវាមួយមកបន្តមកទៀតបងប្អូនចូលមកកាន់ language ហើយបងប្អូនចុចកន្លែងពាក្យថា add language នេះមកបន្តមកទៀតឥឡូវខ្ញុំ add keyboard មួយទៀតចូល add ភាសាមួយទៀតចូលនោះគឺឧបមាថាខ្ញុំ add ជាភាសាចិនអញ្ចឹងបងប្អូនចង់ add មួយណាក៏បានដែរព្រោះភាសាចិនវាមានច្រើនទម្រង់ដែរឥឡូវខ្ញុំឧបមាថាខ្ញុំយកខាងលើខាង
ក្រោមនេះចុះដែលគេដាក់ថា Chinese AK ហ្នឹងបាទខ្ញុំចុចលើហ្នឹងមកបងប្អូនចាំបន្តិចវា download មក plan ដែរទេព្រោះភាសាវាស៊ីមេតិចទេបាទអញ្ចឹងនេះគឺភាសាចិនបើយើងចេញមកអញ្ចឹងយើងគ្រាន់តែចុចកន្លែងនេះមកយើងថយទៅវិញអញ្ចឹងបងប្អូនអាចមើលបាននេះជាភាសាចិនភាសាកូរ៉េភាសាខ្មែរភាសាអង់គ្លេសអញ្ចឹងទាំងអស់គឺយើងមាន3 4ភាសាបាទដែរអញ្ចឹងបងប្អូនឆ្លាញ់មួយណាឬក៏បងប្អូនរៀននៅភាសាមួយណាចង់ add បន្ថែមដើម្បីរៀនសរសេររៀនអីបងប្អូនអាចទស្សនាតាមវីដេអូរបស់ខ្ញុំនេះបានខ្ញុំគិតថាច្បាស់ហើយព្រោះពីតម្រងហើយបើនៅតែមិនច្បាស់នៅតែរកមិនឃើញបងប្អូនអាច comment ខាងក្រោមខ្ញុំនឹងជួយ support បន្ថែមបាទសូមអរគុណ